Chụp bên mình nghĩ đó. ដោយបងប្អូនដែលបានឃើញក្បាលវីដេអូអញ្ចឹងគឺការនេសាទត្រីនេះខែនេះគឺអាស្រ័យទៅលើអាកាសធាតុដែរបើសិនជាអាកាសធាតុនេះអំណោយផលដូចចាញ់ថ្ងៃអត់សូវមានភ្លៀងនឹងអាចត្រីនឹងមានច្រើនហើយបើទឹកនឹងនៅហើយឡើងប៉ុន្តែបើទឹកស្រកចប់ហើយបងប្អូនគឺវាមិនសូវមានត្រីតែប៉ុន្មានទេអេដមីនធ្វើដំណើរចេញពីផ្ទះអេដមីនទៅផ្ទះប្រូតយដើម្បីទៅឡើងទូកហើយឡើងទូកនឹងដូចជាទូក54ដើម្បីបើកទៅលើកព្រឹម100នៅក្នុងស្រុកបងប្អូនវិញដឹងគេហៅព្រឹម100អត់ទេតែខាងស្រុកអេដមីនគេហៅព្រឹម100ហើយមានក៏ហៅតគ្នាទៅគេហៅព្រឹម100ដាក់នៅក្នុងតាមតំបន់ទឹករាងជ្រៅហើយមានដាក់គប់គេហៅដាក់គប់អញ្ចឹងហើយជើងក៏ជើងកុកច្រឡំដាក់គប់ជើងកុកត្រង់តឡើងទូក54នេះភ្លាមមានតកងថ្មីហ្មងមិនមែនតកងជើងចាស់ទេគឺតកងថ្មីអេដមានគាត់តឡើងទៅសួរថាចេះបើកអត់ហ្នឹងហើយចេះអ៊ំទូកគាត់អេដមានថាចឹងគេថាចេះដៃថ្មីដូចមិនຕົកចិត្តប្រហែលទេហើយស្មាត់យើងនេះគឺបាទចុះទឹកហើយដើម្បីទៅលើកព្រឹម100នឹងបានយ៉ាងណាទេបានតិចបានច្រើនវាអាស្រ័យទៅលើដូចអេដមីននិយាយពីលើវីដេអូអញ្ចឹងតើអាកាសធាតុហ្នឹងវាអំណោយផលដែរបើសិនអាកាសធាតុហ្នឹងវាលក្ខណៈថាមេឃសតុំហ្នឹងគឺអត់សូវបានត្រីទេបងប្អូនបានច្រើនបានតិចមិនជាបញ្ហាទេសំខាន់ឲ្យតែបានថតវីដេអូឲ្យបងប្អូនមើលទស្សនាថារបៀបការនេសាទត្រីខាងអេដមីនវិញនៅខាងស្រុកកណ្ដៀងនេះវិញគឺបែបហ្នឹងបងប្អូនការលើកព្រឹម100នេះបងប្អូនគឺបងប្អូនខ្លះគឺអត់ទាន់បានស្គាល់ទេហើយក៏អ្នកខ្លះទៀតក៏ស្គាល់ដែរអញ្ចឹងអ្នកស្គាល់ក៏comment ក៏បានដែរអ្នកមិនស្គាល់ក៏ comment ទៅទាក់ទងនឹងការរកត្រីនេះការដាក់ព្រឹម100នេះក៏ទាមទារឲ្យយើងងូតទឹកស្រិងជ្រៅដែរហើយមើលតាមខ្សែទឹកដែរដែលយល់ថាត្រីដើរតាមណាតាមណីអញ្ចឹងណាបងប្អូនបើសិនជាយើងអត់ចេះដាក់ក៏វាមិនបានដែរមួយវិញទៀតលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាចូលរួមទាក់ទងនឹងការនេសាទត្រីបែបត្រូវច្បាប់ទាំងអស់គ្នាសូមកុំនេសាទត្រីបែបខុសច្បាប់អីបងប្អូនហើយក៏ជំរាបសួរពុកម៉ែបងប្អូនអ្នកនៅខាងជោគមាត់ទន្លេខេត្តនេះរកត្រីបានហ្នឹងបងប្អូនបើសិនរកបានផ្ញើអេដមីនញ៉ាំផងឬថាអ្នកនៅទន្លេរកបានសិតត្រីធំអីចឹងមើលបងអ្នកនៅទន្លេមើលសួរមើលទឹកឡើងខ្លាំងហ្នឹងបងនៅទន្លេនៅខាងរៀងតលវត្តរៀងតលអីហ្នឹងឆ្នាំនេះមានឡើងទៅទន្លេហ្នឹងច្រើនដែរទន្លេមេខ្ទង់4 5ទូកឬក៏10 15ទូកអីហ្នឹងបើសិនជាបងប្អូនយើងទទួលអីហ្នឹងមានលក្ខណៈថាអាជាអីទៅដែរហ្នឹងបងប្អូនទៅពេលអេដមីនទៅអេដមីននឹងប្រាប់អ្នកនៅខាងរៀងតលអ្នកនៅខាងវត្តរៀងតលអេដមីននឹងប្រាប់ថាអេដមីនទៅថ្ងៃទីម៉ានអីម៉ានអញ្ចឹងចាំជួបគ្នានៅខែ10អ្នកនៅខាងទន្លេបើសិនជាទឹកឡើងទឹកអីហ្នឹងសិតតែញ៉ាំត្រីញ៉ាំអីហ្នឹងក៏ថាតលន់ហើយធុញហើយក៏ចិត្តញ៉ាំសាច់វិញហើយអ្នកនៅខាងលើវិញក៏នេះដែរក៏ញ៉ាំសាច់តលន់ហើយចូលចិត្តញ៉ាំត្រីអញ្ចឹងលក្ខណៈថាបើសិនអាចដោះដូរគ្នាបានដោះដូរដល់ថ្ងៃពេលទៅហ្នឹងគឺសិតតែដោះដូរហើយយកសាច់ខ្ញុំយកសាច់ត្រីវិញអញ្ចឹងលក្ខណៈថាចាំមើលទីទៀតនឹងដឹងគ្នាថាអ្នកនៅទន្លេហ្នឹងពេលហ្នឹងយើងដោះដូរគ្នាញ៉ាំហើយពេលទឹកស្រកយ៉ាងសោះអ៊ំសមឲ្យមិនអែមដោយបងប្អូនបានឃើញអញ្ចឹងគឺអត់សូវត្រូវទេបងប្អូនដោយសារអាកាសធាតុណាមួយទឹកស្រកទៀតអ្នកនេសាទនៅខាងស្រុកអេដមីនវិញមួយចំនួនគឺខែនេះហ្នឹងគឺចុះទៅក្រោមតដងត្រីឬពាក់មងហ្នឹងបងប្អូនហើយអ្នកដែលបើកទូកមិញហ្នឹងគឺប្រូដែងបងប្អូនគឺសិតតែអ្នកដែលមេតំបន់នៅស្រុកកណ្ដៀងហើយខែអេដមីនវិញនិយាយថាក្មេងៗវិញគ្មានចេះខ្លាចទឹកខ្លាចអីទេអានតែពួកគាត់ហ្នឹងនៅចិត្តស្ទឹងហើយចេះហាយទឹកហាយអីអញ្ចឹងគឺនិយាយថាមួយថ្ងៃបើសិនជាម៉ាតវាយវិញគឺអត់ឡើងមកពីអេដមីននៅពីតូចទៅគឺហក់ទឹកលេងអីហ្នឹងម៉ាយររឿងម៉ាយវាយផងម៉ាយអីផងហ្នឹងនៅតែមួយទឹកនៅតែលួចទៅមួយទឹកហ្នឹងថាពេលយើងមួយទឹកច្រើនវាសើល្អនឹងសម្រាប់សុខភាពអាចឈឺផ្ដាសាយអីចឹងណាបងប្អូនហើយណាមួយយើងមើលឃើញដែរទឹកឡើងទឹកស្រកនៅវាសាច់អាចមានសត្វអាសេរពឹសយកឆ្លងសត្វជាពឹសអូរណាបាត់ណាត្រឹមរីសុតទៅបនលេងវាលេងបាត់ចូលលេងមេត្រីជួយទៅជួបbên nghĩ đó យើងដាក់នេះវាមិនសូវបានច្រើនទេបងប្អូនប៉ុន្តែយើងបានត្រីគូសំដែរយើងបានត្រីឆ្លូញត្រីអីចឹងណាការនេសាទត្រីយើងមើលមិនឃើញទេបើត្រីមានកតូចហើយណាមួយយើងមិនដឹងថាកន្លែងណាមានត្រីច្រើនកន្លែងណាមានត្រីតិចទេ
យើងបានតែប៉ុណ្្នឹងគឺធ្វើមកពេលថ្ងៃហ្នឹងក៏លក្ខណៈថាគ្រឿងអែមដែរវីដេអូ admin មានតែប៉ុណ្្នឹងទេបងប្អូនហើយបើសិនជាបងប្អូនចូលចិត្តវីដេអូ admin គឺសូមកុំភ្លេចចុច like ហើយនិង share ផងដើម្បីលើកកម្លាំងចិត្តឲ្យ admin ធ្វើវីដេអូបន្តទៀតហើយយើងជួបគ្នានៅវីដេអូក្រោយសូមអរគុណហើយសូមជម្រាបលាបាយបាយបងប្អូន Đây cái lai túc ấy.